bà sư sư đấy bông phôn mật chiêng bà sư sư đấy mối và ngày đấy chẳng miên video một tiết một hai bông phôn mật chiêng được môi môi ngọt nè bà hay từ sắp madam đã cứ model Infinix Smart 9ដែលវាមានបញ្ហាទៅលើការសាកថ្មហើយសម្រាប់ទូរស័ព្ទម្ដាយមិនដែរយើងបានបដូរជាមួយនឹងគូតសាកគូតអីហើយអស់ហើយប៉ុន្តែវានៅតែសាកមិនចូលបាទហើយទូរស័ព្ទនេះដំបងឡើយម្ចាស់គាត់បានប្រាប់ថាចូលទឹកបាទគាត់សាកថ្មទៅក៏មេឃភ្លៀងសាច់មកវាចូលទឹកបាទប៉ុន្តែទូរស័ព្ទនេះដែរគឺបើកដំណើរការធម្មតាទេប៉ុន្តែដល់ពេលយើងសាកថ្មទៅវាអត់ចេញសញ្ញាសារឲ្យបាទអត់ចេញសញ្ញាផ្ទះកាញ់ណាបាទសញ្ញាសារនៅខាងមិត្តសញ្ញាសារហើយទូរស័ព្ទដៃដែរគឺយើងបានវាស់វែងមកក៏ឃើញថាមានការឆ្លងបាទមានការឆ្លងទៅលើ IC មួយគ្រាប់បាទ IC នោះដែរគឺវាមានទូនាទីច្រឡងភ្លើង 5V ទៅឲ្យ IC សារធំពណ៌ខ្មៅដែលនៅចិត្តកន្លែងខ្ញុំផ្លុំនោះណាបាទនេះបាទហើយក៏យើងឃើញកន្លែងខូចកន្លែងអីហើយវាយើងផ្លុំតែទៅហើយសម្រាប់ IC មួយគ្រាប់នេះដែរគឺមិនបាច់ចាំដាក់ចូលទៅវិញទេបាទគឺយើងផ្លុំកវ៉ាត់ចោលទៅយើងគ្រាន់តែច្រឡងភ្លើង 5V ឲ្យចូលទៅ IC ហ្នឹងទៅ IC សារវាធំណាបងប្អូនបាទសម្រាប់ IC សារធំតែបំលែងភ្លើង 5V ទៅឲ្យជើងថ្មអាហ្នឹងយើងត្រូវថាដូរដាក់ថ្មីជូលវិញប៉ុន្តែសម្រាប់ IC ច្រឡងភ្លើង 5V ដែលខ្សែផ្ទាត់ក្រហមដែលខ្ញុំបើកសេម៉ាមើលមិញនេះគឺអត់ចាំបាច់ដាក់ចូលវិញទេយើងគ្រាន់តែមានលួសម៉ាតសៃបាទយើងគ្រាន់តែមានលួសម៉ាតសៃមកយើងតចូលសងខាងវាទៅបាទហើយសម្រាប់បងប្អូនដែលមានបញ្ហាទៅលើការសាកថ្មអីឬក៏បញ្ហាផ្សេងទៅលើពាក់ព័ន្ធមួយទូរស័ព្ទដៃអាចយកមកជួសជុលបានបាទមិនថាជាកញ្ចក់ដូរអេក្រង់ដូរអីជួសជុលផ្នែកកម្មវិធីផ្នែកម៉ាស៊ីនគឺមានធ្វើគ្រប់ទាំងអស់បាទនេះយើងគ្រាន់តែតខ្សែលួសមកខ្សែយ៉ាងមកបាទហើយយើងយកក្បាត់យកមកកាត់ចេញបាទតោះមកយើងចាប់តាមលាងសម្អាតវាបងប្អូនបាទលាងសម្អាតវាស្អាតទៅហើយយើងក៏ប្រើបតក់ជាមួយនឹងកាយ UV ណាបងប្អូនដាក់កាយ UV ចូលមកអានេះជាកាយ UV របស់ខ្ញុំសម្រាប់យើងបតក់ទៅលើខ្សែលួសហ្នឹងឲ្យវារឹងល្អបាទកុំឲ្យវាឆ្លងហ្នឹងណាឬក៏ដាច់ងាយនឹងដាច់ពេលក្រោយបាទដាច់ទៅមាំបាទយើងបៀកវាអញ្ចឹងទៅកុំឲ្យយើងមានអាំពូលនេះអាំពូលសង្ងួតកាយយើងនេះយើងចាប់ផ្ដើមសង្ងួតវាទៅលើការ UV ដែលយើងបានដាក់ហ្នឹងបាទឃើញថាស្ងួតហើយយើងក៏យកមកតេស្តមើលទៅដាក់ចូលតួមកអានេះមុនខ្ញុំដល់ខ្សែសាកខ្ញុំធ្វើការវាស់សិនបាទខ្ញុំដាក់ចូលតួហើយខ្ញុំធ្វើការវាស់វែងវាថាតម្លៃវាបានល្អវិញនៅនេះខ្ញុំវាស់ទៅលើជើងច្រឡងភ្លើង 5V ពីជើងស្នាប់គូតសាកទៅឃើញថាតម្លៃវាឡើងមកល្អវិញ500ជាងកាលពេលដែលយើងអត់តន់ជួសជុលវាបាន300ជាងទៅនឹងយត់ម៉ូតតម្លៃយត់ម៉ូតណាឥឡូវតម្លៃវាល្អធម្មតាវិញហើយយើងក៏ធ្វើការចាប់ចូលបាទចូលតួអញ្ចឹងមកហើយយើងសាកតែមើលតើការសាកថ្មវាមានសញ្ញាអីត្រឹមត្រូវនៅសម្រាប់ហ្នឹងដំបូងម្ចាស់គាត់ថាចូលទឹកតាពីគូតសាកទៅបន្តិចទេវាថាជាតិទឹកវាចូលទៅវាគប់ត្រៃ IC 5V ហ្នឹងហ្មងចំពោះបងប្អូនដែលប្រើឆ្នាំងសាកធម្មតាក៏ត្រូវប្រយ័ត្នដែរណានៅឃើញថាឡើងហ្នឹងណាបងប្អូនដែលប្រើឆ្នាំងសាកធូរថ្លៃក៏
ประหยัดទៅលើការខូចពណ៌សារវាបាទរយរបស់ទូថ្លៃវាគុណភាពវាមិនល្អទេបងប្អូនហើយយើងបើកតែមើលគឺថាបើកចេញហើយបើកចេញធម្មតាចាំមើលថាដល់មេនុយវាមានសញ្ញាសារល្អត្រឹមត្រូវហើយបាទឃើញថាមានល្អត្រឹមត្រូវហើយបាទហើយជាងចុងក្រោយអរគុណបងប្អូនអរគ្នាបាទ